ចាជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះគឺបងអូនមកបង្ហាញអំពីជីជោអាសូឡាបងជីធម្មជាតិបងនេះបងអាចមើលបានដោយសារជោហ្នឹងគឺវាខាស់អាងបងអញ្ចឹងគឺយើងដាំរាល់ថ្ងៃយើងដួសរាល់ថ្ងៃបងយើងដាំរាល់ខែយើងដួសរាល់ថ្ងៃបងអញ្ចឹងហើយអាសូឡាខាងបងអូនហ្នឹងក្នុងមួយខែកន្លះហ្នឹងគឺយើងដួស2ដងបងអញ្ចឹងពេលយើងដួសអស់គឺយើងថែមជីដល់ពេលជីហ្នឹងថែមហ្នឹងអត់ទៅណាឯងបងវានៅក្នុងអាងបងហើយនេះវានៅសិតតែជីបងឬអាសូឡាផងជីផងបងអញ្ចឹងអាសូឡាប្អូនដែលមួយអាងនេះគឺប្អូនខាស់ទឹកបងដោយសារកស៊ូហ្នឹងគឺវាលះហើយអញ្ចឹងគឺខាស់ទឹកប្អូនមកបង្ហាញបងអំពីជីធម្មជាតិអាសូឡាបងជីធម្មជាតិអាសូឡាហ្នឹងចំណុចទី1គឺជីធម្មជាតិគ្រាប់ហ្នឹងគឺយើងយកមកដាំអាសូឡាហើយសម្រាប់អាសូឡាហ្នឹងគឺជាធម្មជាតិដែរបងអញ្ចឹងគឺយើងច្បល់ចូលគ្នាគឺបាន2មុខបងអញ្ចឹងហើយពេលណាយើងជោគចោលបងយើងជោគចោលហ្នឹងគឺយើងយកមកធ្វើជីកំប៉ុស្តបងនេះបងអាចមើលបានគ្រូសាប្អូនហ្នឹងកំពុងតែដួសបងកំពុងតែជោគហ្នឹងធ្វើជីកំប៉ុស្តណាបងហើយនេះជីកំប៉ុស្តអាសូឡាហ្នឹងគឺល្អមែនតែនបងពេលបងយកទៅដល់បងដាក់ឲ្យរសោះបងដាក់លើគោកឲ្យរសោះប្រហែលជាមួយខែបងជីនឹងដូចថាឲ្យវាចូលគ្នាហ្នឹងគឺរយៈពេលមួយខែហ្នឹងគឺកើតជីកំប៉ុស្តបងយើងលាយជាមួយដីជាមួយអាសូឡាហ្នឹងគឺយើងដាំដំណាំបងដាំស្វាយដាំចេកយើងទៅដាំលហុងដាំអីបានទាំងអស់បងដាំតកួនដាំអីហ្នឹងគឺយើងយកទៅបាចរងបងបាចរងហ្នឹងបងអាចដាក់ដាំបានបងអញ្ចឹងថ្ងៃនេះគឺប្អូនមានបទពិសោធន៍មួយសម្រាប់បងដែលមានជីកំប៉ុស្តចូលអាសូឡាគឺបងដាំដំណាំបងពួកអីកើតល្អបងពីលើកមុនហ្នឹងប្អូនដាំកាភ្លើងកែបបងប្អូនយកជីចូលអាសូឡាហ្នឹងទៅដាំកាភ្លើងកែបបងអញ្ចឹងកាភ្លើងកែបប្អូនហ្នឹងកើតល្អបងដល់ពេលឆ្នាំណាប្អូនអត់បានដាំទេដោយសារភ្លើងកែបហ្នឹងគឺយើងដាំកើតរកទីផ្សារបានបងអញ្ចឹងហើយធ្វើឲ្យប្អូនហ្នឹងអត់មានកម្លាំងចិត្តបងអញ្ចឹងប្អូនហ្នឹងឈប់ដាំភ្លើងកែបប្អូនដាំតែចូលអាសូឡាលក់អញ្ចឹងណាបងហើយនេះថ្ងៃនេះគឺប្អូនមកសម្អាតអាងចេញម្ដងបងដោយសារអាងប្អូនហ្នឹងដោយប្អូនបញ្ជាក់អញ្ចឹងណាបង7ខែហើយគឺយើងលាងចេញម្ដងបងអញ្ចឹងហើយនេះទឹកយើងដាំហ្នឹងគឺទឹកល្អក់ឯណាបងដល់ពេលយើងជះជីធម្មជាតិចូលទៅយើងដាក់ដាំអាសូឡាហ្នឹងមួយសប្តាហ៍ទៅ10ថ្ងៃគឺទឹកយើងឡើងថ្លាបងអញ្ចឹងអាសូឡាមួយសប្តាហ៍ទៅ10ថ្ងៃវាដុះពេញអាងហើយបងអញ្ចឹង15ថ្ងៃ20ថ្ងៃគឺយើងអាចដួសបានអញ្ចឹងណាបងហើយថ្ងៃនេះដែរគឺវីដេអូប្អូនមានតែប៉ុណ្ណេះឯងសូមជម្រាបលាសូមអរគុណ